សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin Bruno Fernandes បានពិពណ៌នាថាថ្ងៃដែល Cristiano Ronaldo ត្រឡប់មកបង្ហាញខ្លួនជាលើកទី2សម្រាប់ Manchester United គឺជាថ្ងៃមិនអាចភ្លេចបាន Ronaldo ត្រឡប់មកកាន់ Old Trafford ឆ្នាំ2021បន្ទាប់ពីចាកចេញ12ឆ្នាំហើយក្នុងការប្រកួតដំបូងជាមួយ Newcastle United គាត់បានស៊ុត2គ្រាប់ជួយក្រុងឈ្នះ4-1 Bruno បាននិយាយថា Ronaldo ជាគំរូសម្រាប់កីឡាករប៉ូទុយហ្គាល់ជាច្រើនបរិយាកាសក្នុងកីឡាដ្ឋានថ្ងៃនោះគឺអស្ចារ្យខ្លាំងគ្រាន់តែគិតអំពីការត្រឡប់របស់ Ronaldo ក៏ធ្វើឲ្យគាត់រំភើបខ្លាំងក្នុងការលេងលើកទី2របស់គាត់នៅ Man United Ronaldo ស៊ុតបាន20បន្ទីគ្រាប់ក្នុង54ប្រកួតបន្ទាប់មកគាត់បានចាកចេញក្នុងឆ្នាំ2022បន្ទាប់ពីមានជម្លោះជាមួយ Erik ten Hag បច្ចុប្បន្នលេងឲ្យ Al Nassr សរុបការត្រឡប់របស់ Ronaldo ទៅ Man United គឺជា moment ដ៏អស្ចារ្យនិងមានអារម្មណ៍ខ្លាំងសម្រាប់អ្នកគាំទ្រនិងកីឡាករ